បាទជម្រាបសួរបងប្អូនទាំងអស់គ្នាយើងមកបន្តនៅមេរៀនយើងទៀតអញ្ចឹងមេរៀនយើងសិក្សាតទៅនឹងblock រួចហើយប៉ុន្តែក្នុងវីដេអូនេះខ្ញុំសូមបន្ថែម block បន្តិចទៀតលក្ខណៈវាបន្តិចអូខេលក្ខណៈមិនអញ្ចឹងធ្វើការបន្ថែមបន្តិចទៀតតទៅនឹង block ហ្នឹងអូខេអញ្ចឹងយើង block យើងដឹងហើយយើងធ្វើការ select ទៅលើវាយើងចង់ block អានឹងបញ្ចូលគ្នាបើន័យថាយើងចុចអក្សរ B ហើយenter អូខេអញ្ចឹងលក្ខណៈពិសេសនោះគឺតទៅនឹង line នេះ base point ទៅនឹង object អញ្ចឹងបើសិនជាឧទាហរណ៍ខ្ញុំគ្រីសទៅលើនេះគ្រីសលើនេះបន្តទៅខ្ញុំដាក់ឈ្មោះអូខេដាក់ឈ្មោះមួយអញ្ចឹងមកបន្តទៅខ្ញុំចុចអូខេអូខេខ្ញុំដាក់ refine មកបន្តមកទៀតខ្ញុំចុចមក point line នេះអូខេវា block ប៉ុន្តែលក្ខណៈវាចេញ box បែបនេះវាចេញយ៉ាង line QQ នេះមួយដូចយើងរៀនមុនអញ្ចឹងដល់ពេលណាយើង block គឺអត់មានទេនេះដូចនេះចឹងអត់មានកន្លែងមួយហ្នឹងទេប៉ុន្តែកន្លែងនេះគឺវាមានអូខេកន្លែងហ្នឹងវាលក្ខណៈបែបម៉េចបើថាយើងអាច move វាបានគ្រាន់ចុចលើវាអាចទាញ move វាបានអូខេលក្ខណៈងាយស្រួលយើងប្រើ command move អូខេឃើញទេលក្ខណៈ move បានអូខេខ្ញុំធ្វើការ exclude វាមកវិញអូខេតើតទៅនឹងកន្លែងនេះបើថាយើងគ្រីសទៅលើវាបន្តនេះយើងដាក់ឈ្មោះវាមួយចំមកអូខេទៅលើវាមកបន្តនេះយើងចុចទីតាំងកន្លែង QQ ដែលយើងចង់បានឥឡូវឧទាហរណ៍ខ្ញុំចង់ចុចកន្លែងកណ្ដាលនេះអូខេបន្តមកវាយើងចេញហើយឃើញវានៅកណ្ដាលហើយហ្នឹងអូខេអាហ្នឹងមួយហើយ exclude ទៀតបន្តមកទៀតយើង select ទៅលើវាទៀតហើយយើងធ្វើការ select ទៅលើវាយើង enter មកបន្តមកទៀតខាងនេះម្ដងអូខេខ្ញុំធ្វើការដោះគ្រីសឡើងនេះបន្តទៀតខ្ញុំគ្រីសខាងនេះម្ដងអូខេគ្រីសខាងនេះបន្តទៀតយើងចុចអូខេអូខេសុខគេដាក់ឈ្មោះសិនដាក់ឈ្មោះខ្ញុំដាក់ឈ្មោះ22ចុះបន្តទៀតចុចអូខេហើយវាឲ្យធ្វើការយើង select លើ object select លើ object បន្តទៀតយើងចុច space មកគឺបានហើយលក្ខណៈនេះគឺលក្ខណៈថាវាអត់មានអីដូចយើង block មុនអញ្ចឹងបើថាយើង block ក្រោយយើង block ធម្មតាអូខេ B យកមកបន្តមកបើន័យថាយើងអត់ដាក់អីទាំងអស់ហើយយើងគ្រាន់ដាក់ឈ្មោះមកគឺវាលក្ខណៈបែបហ្នឹងអាហ្នឹងគឺដូចគ្នាតែហ្នឹងទេអូខេអញ្ចឹង block មួយទៀតគឺលក្ខណៈបែបហ្នឹងគឺវាមានលក្ខណៈតែប៉ុណ្្នឹងទេអូខេបងប្អូនអ្នកនេះអាចនឹងស្វែងយល់ពីវាបានហើយការ block ហ្នឹងគឺវាអត់អីទេកន្លែងហ្នឹងគ្រាន់គ្រីសបែបនេះមកហើយក៏ថាដាក់ឈ្មោះមកគ្រាន់បន្ថែមដាក់ឈ្មោះមកហើយអូខេទៅលើវាបន្តមកទៀតយើងចុចចំទីតាំងយើងចង់បានអា move នឹងអា4ជ្រុងនឹងចុចទៅនេះមួយមកអូខេអញ្ចឹងវាអាចជា4 move មួយវានៅចំហ្នឹងអញ្ចឹងគឺមានលក្ខណៈប៉ុណ្ណឹងអូខេចឹងចូលទៅមួយទៀតគឺតើតើនឹងយើងសិក្សាតើតើនឹង boundary បើថា comment មួយតើតើនឹង comment ឈ្មោះថា boundary អញ្ចឹង boundary ហ្នឹងបានន័យថាម៉េចឥឡូវឧទាហរណ៍ខ្ញុំមានline មួយបានន័យថា line បែបនេះប៉ុន្តែលក្ខណៈវាអត់តាន់បិទចិត្តចូលគ្នាទេអូខេលក្ខណៈវាដាច់ចឹងអូខេវាដាច់ចឹងអញ្ចឹងយើងប្រើ comment boundary នេះដើម្បីបានលក្ខណៈជារៀងបែបហ្នឹងឥឡូវឧទាហរណ៍ខ្ញុំ BO បន្តទៀតចុច space អូខេលក្ខណៈយើងអត់ធ្វើអីវាទេយើងអត់ធ្វើអីវាទេយើងអត់មានថាការកំណត់ទេគឺលក្ខណៈវាមកអញ្ចឹងគឺយើងបានអញ្ចឹងមកបន្តទៀតចុចspace ឬក៏អូខេចុច space មួយទៀតមកបន្តទៀតចុចទៅលើវាអូខេលក្ខណៈវាចេញបែបនេះអូខេលក្ខណៈវាភ្ជាប់បែបនេះប៉ុន្តែលក្ខណៈវាជន់ដើម្បីបានមួយទៀតន័យថានេះនៅដដែលទេតែគាត់ថាលក្ខណៈវាបង្កើតទៅលើអ្វីមួយលក្ខណៈ line របស់យើងលក្ខណៈចិត្តហើយយើងប្រើ boundary ដើម្បីបង្កើតជារូបរាងបែបហ្នឹងអូខេម្ដងទៀត VBO enter មកតង់ទៀតចុចទៅលើក្នុងប្រអប់ហ្នឹង box ហើយចុច enter មួយទៀតមកអូខេលក្ខណៈបែបនេះហើយយើង move វាចេញមកឃើញទេលក្ខណៈនេះនៅដដែលតែយើងបង្កើតបានអានេះមួយទៀតអូខេអាហ្នឹងវាមានលក្ខណៈសំខាន់នៅពេល file យើង export បើថាយើង export ពី file SketchUp មកអញ្ចឹងលក្ខណៈវាដាច់ទេបន្តមកទៀតយើងមិនហត់គូសលក្ខណៈយើងកាល់អូខេយើងកាល់ PL កាល់ទៅលើវាគឺយើងហត់កាល់បែបហ្នឹងបើយើងប្រើ boundary ហ្នឹងមក BO ចុចទៅលើវាចាំមក space មួយទៀតមកគឺបានហើយអូខេប៉ុន្តែត្រូវដឹងមួយទៀតថា line របស់យើងចាំបាច់ត្រូវបិទចិត្តបើថា line នេះគឺបិទចិត្តទាំងគ្រប់ជ្រុងបើសិនឧទាហរណ៍ line នេះអត់បិទចិត្តទេលក្ខណៈយើងបង្កើតវាគឺអត់ចេញទេអូខេ select វាអត់ចេញទេនេះវាប្រាប់យើងគឺ error អូខេចាំបាច់ត្រូវបិទចិត្តមិនតិចក៏ដោយក៏វាអត់ឲ្យដែរចាំបាច់ត្រូវបិទចិត្តនេះលក្ខណៈវាចេញឲ្យយើងក្រហមមិនន័យថាវាអត់បិទចិត្តឡើយហ្នឹងអូខេឥឡូវខ្ញុំគូសភ្ជាប់បិទចិត្តចឹងឧទាហរណ៍ខ្ញុំភ្ជាប់បិទចិត្តចឹងតោះនេះខ្ញុំប្រើ boundary ហ្នឹង BO space មួយទៀតចុចលើវា space ផ្ដាច់អូខេយើងបានហើយអូខេយើងបានហើយអូខេអាហ្នឹងលក្ខណៈវាបែបហ្នឹងគឺវាមានលក្ខណៈបែបហ្នឹងអញ្ចឹងចាំបាច់ត្រូវ line ហ្នឹងបិទចិត្តទៅបីមិនតិចក៏ដោយគឺវាអត់ឲ្យយើងទេអញ្ចឹងវាមានលក្ខណៈល្អនៅពេលណាយើងគូសជ្រីមិនថាយើងគូសលក្ខណៈជ្រីឬក៏export ពី file SketchUp មកវាមានជ្រីវាមានអីចឹងទៅយើងបាច់ហត់គូសបើន័យថាយើងបាច់ហត់គូសគឺយើងលក្ខណៈ
ថាប្រើ boundary ហ្នឹងបានណាឥឡូវឧទាហរណ៍មួយឥឡូវឧទាហរណ៍ដូចខ្ញុំសូមធ្វើការបញ្យល់តទៅនឹងអូខេខ្ញុំធ្វើការបើក file មួយអូខេអូខេខ្ញុំធ្វើការបើក file មួយជូនបងប្អូនអ្នកគ្នាមើលអូខេនេះចុះខ្ញុំធ្វើការបើក file មួយហើយខ្ញុំធ្វើការបញ្យល់តកតងទៅនឹងជ្រីបានន័យថាយើងមានលក្ខណៈជាជ្រីអូខេលក្ខណៈនេះអញ្ចឹងខ្ញុំធ្វើការ copy Ctrl C មកបន្ទាប់នេះមកដល់នេះយើងដាក់ Ctrl V មកលក្ខណៈវាចេញឲ្យឥឡូវឧទាហរណ៍នេះចឹងអូខេលុបចេញអស់លក្ខណៈយើងមានបែបនេះតើនេះវាចប់គ្នាឥឡូវខ្ញុំផ្ដាច់វាចេះអូខេយើងឃើញលក្ខណៈវាដាច់ចឹងអញ្ចឹងបើដាច់អញ្ចឹងលក្ខណៈយើងចាំបាច់ត្រូវកាល់វាពីលើបើថាយើងកាល់ចេះអូខេយើងកាល់ដើម្បីបានជា face ន័យថាបានដោយអានេះដូចដើមអូខេដូចអានេះវិញអូខេកាល់ធ្វើម៉េចបានដូចអានេះវិញឃើញលក្ខណៈនេះដាច់ហ្នឹងអញ្ចឹងបានន័យថាយើងចាក់ហាច់ឥឡូវឧទាហរណ៍ខ្ញុំចាក់ហាច់ចាក់អត់ចេញទេប៉ុន្តែអានេះយើងចាក់ចេញអត់ចេញដោយសារវា face បិទចិត្តអូខេបិទចិត្តហ្នឹងមិនចាក់ហាច់ចេញអានេះអត់ចេញហ្នឹងអញ្ចឹងយើងចង់បានអាហ្នឹងដើម្បីចាក់ហាច់ពណ៌អីមួយហាច់ឈើហើយអីចឹងទៅបើយើងអត់មានយើងអត់ជាប់ហ្នឹងថងអញ្ចឹងបានថាយើងត្រូវការគូសត្រូវទេគូសកាល់វាចេះកាល់នេះមកយើងចុចរៀនរួចហើយ PL A អូខេលក្ខណៈកោងលក្ខណៈអីបែបណាមួយដែលយើងគូសប៉ុន្តែយើងលក្ខណៈថ្មីនេះគឺយើងអត់ធ្វើអញ្ចឹងទេបើយើងប្រើ boundary តែយើងក្រោយ BO space បន្តមកទៀត space មួយទៀតយើងចុចទៅលើវាហើយ space មួយទៀតផ្ដាច់បានហើយនេះឃើញទេលក្ខណៈបានហើយនេះលឿនមែនទេឃើញទេបានហើយគាត់ថាអានេះគឺ file export របស់យើងចូលមកអញ្ចឹងយើងលុបអាហ្នឹងទៅយើងបានអានេះហើយយើងចាក់ហាត់លើវាគឺអូខេបាទហ្នឹងហើយគឺតើតើទៅនឹង file តើតើនឹងការប្រើ boundary ប៉ុន្តែចាំបាច់ file ហ្នឹងគឺបិទចិត្តអូខេបើឧទាហរណ៍ខ្ញុំអូខេដោយសារខ្ញុំលុបបាត់ឥឡូវឧទាហរណ៍ជាមើលអូខេនេះបើសិនជាខ្ញុំដាច់ត្រង់ចំណុចណាមួយឥឡូវឧទាហរណ៍ខ្ញុំដាច់ឡើងនេះមួយចុះហើយខ្ញុំវា BO space ចុចទៅលើវាគឺវាអត់ឲ្យទេអញ្ចឹងយើងក៏លេខមើលមកវាបង្ហាញឲ្យយើងឯងតែពេលណាវាអត់បិទចិត្តវានឹងបង្ហាញក្រហមឲ្យយើងឃើញអញ្ចឹងយើងចូលទៅឡាញវាមកបន្តមកទៀតយើងគូសឡាញបិទចិត្តឬក៏យើងទាញបែបណាមួយឲ្យវាបិទចិត្តអូខេទាញបែបនេះមកភ្ជាប់នឹងនេះអញ្ចឹងមកអូខេបន្តមកទៀតយើងវា BO space មួយ space មួយទៀតចុចទៅលើវាប៉ោះ space ឃើញបានអូខេឡាញបិទចិត្តអូខេអាហ្នឹងគឺការប្រើ boundary របស់យើងគឺមានលក្ខណៈល្អបែបហ្នឹងបើន័យថានៅពេលណាយើងសិក្សាចូលទៅគឺខ្ញុំសូមបង្ហាញនេះឥឡូវឧទាហរណ៍នេះដូចជ្រីដូចអីអញ្ចឹងយើងមិនហត់វាច់គូសកាល់ទៅលើវាទេបើន័យថាយើង export ពី file SketchUp មកហើយនឹងលក្ខណៈពិសេសដូចអានេះអីចឹងគឺបើន័យថាជ្រីអីចឹងលក្ខណៈវាងែកងងអីចឹងពេលណាវាយើងចង់បានហាច់ដូចខ្ញុំបញ្យល់មិញអញ្ចឹងដល់ពេលណាវាអត់ពេញអញ្ចឹងទៅយើងចង់ចាក់ហាច់ឬក៏អីចឹងវាអត់កើតទេដូចនេះអញ្ចឹងយើងចាក់ហាច់ចាក់អីអត់កើតទេអញ្ចឹងចាំបាច់យើងត្រូវឲ្យ face វាបិទចិត្តបើយើងធ្វើការគូសទៅលើវាវាយូរអញ្ចឹងខ្ញុំប្រើ boundary ហ្នឹងមកអូខេ BO space ចុចទៅលើវា space ពុបគឺបាន easy មែនតើអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងបងប្អូនអ្នកគ្នាអាចយកទៅអនុវត្តបានទៅនឹង boundary អរគុណច្រើនបងប្អូនអ្នកគ្នាយើងនឹងជួបគ្នានៅវីដេអូបន្តទៀត